ចាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់ជូនបទចម្រៀងយីកេពីរបទគឺបទមួយបទណងមនីបទមួយទៀតបទអាតារ័យគឺនៅក្នុងរឿងទុំទាវហើយជាយូរមកដែរហើយគឺខ្ញុំមកដែរសូវបានថតវីដេអូផុសសម្រាប់ដាក់ YouTube អីទេឥឡូវថ្ងៃនេះគឺចាងើបតាំងពីព្រឹកម៉ោង4ចុះទៅខេត្តហើយកំពុងតែរងចាំឡានចាចឹងហើយចង់ជូនចម្រៀងពីបទទៅដល់ពុកម៉ែបងប្អូនមួយចំនួនដែលគាត់ស្រឡាញ់គាំទ្រដល់រូបនាងខ្ញុំចាបទទី1គឺបទអាតារ័យចាhay a tê rai yon sa hay a tê rai ơi hay a tê rai yon sa hay a tê rai ơi có chi a vong ơi có rinh ơi có chi a vong ơi có rinh tiêu ai tiêu sợi tiêu ai o tiêu sợi ơi tiêu ai tiêu sợi tiêu ai o tiêu sợi ơi vòng phèn cho ra này vì say đôi ó trăng tranh ơi vòng phèn cho ra này vì say đôi ó trăng tranh đường nét lư thla đa ra o reng reng ơi đường nét lư thla đa ra o reng reng ơi sọc mờ trăng tranh bay đôi ó phù mà ra ơi sọc mờ trăng tranh bay đôi ó phù mà raបទនេះគឺជាបទដែលនាងណូគាត់តែងតែច្រៀងនៅក្នុងរឿងទុំទាវចាកន្លែងហ្នឹងគឺសរសើរប្អូនដែលប្អូនគាត់គេថាចូលមកលុបគឺសម្អិតសម្អាងស្បែកសក់កាយយ៉ាអីគឺគេថាស្អាតណាចាសម្បុរវិញគេថាដូចពណ៌ជ្វាអញ្ចឹងហើយពីដើមព្រោះតែគេថាខ្មែរយើងគឺមានលំនាតបល័យអីហ្នឹងសម្រាប់ជាការគេថាខាត់ទៅលើស្បែកលើអីចឹងទៅព្រោះគេថាកូនកំមុំខ្មែរពីដើមដែលស្ត្រីខ្មែរត្រូវចូលមកលុបចាអញ្ចឹងបានថាមានកម្មវិធីខ្លះរហូតមកដល់សប្តាហ៍ហ្នឹងគេហៅថាពិធីចូលមកលុបគឺចាប់ពីក្មេងស្រីដូចជាគេថាចាប់ផ្ដើមពេញវ័យចាឥឡូវបទមួយទៀតគឺបទណោងមនីចាប់ផ្ដើមចានាងទាវនឹកទៅដល់ទុំនឹកទៅដល់ទុំក៏ប្រើបទណោងមនីហ្នឹងជាការនឹករលឹកចាគេហៅថាកំសត់ដែរកំសត់មធ្យមមិនតន់ដល់ជាកំសត់ប្រត់ប្រាស់ស្នេហាអីទេគេថាបទនៅក្នុងយីកេមានបទខ្លះគេថាប្រើទៅតាមថាឈុតនឹងឈុតហ្នឹងដូចថាកំសត់ប៉ុណ្ណាចាសបាយប៉ុណ្ណាហើយកន្លែងខ្លះមានគេថាឈុតច្បាំងឈុតអីចឹងទៅគឺគេប្រើទៅតាមបទនៅក្នុងយីកេនេះពួកបទខ្លះប្រើមកគឺអត់ត្រូវទេឥឡូវខ្ញុំសូមបកស្រាយនៅបទណងមនីអើយអោបងនោះអើយបងអើយខ្ញុំចូលមកលុបអើយអោបងនោះអើយបងអើយខ្ញុំចូលមកលុបក្នុងចិត្តអបសុខបងអើយបងពុនពេកញើក្រៃហើយដូចជាប់
អន់ទាំងបងអើយទាំងយប់មើថ្ងៃអើយដូចជាប់អន់ទាំងបងអើយទាំងយប់មើថ្ងៃនឹកទុំនឹកទុំពេលក្រៃបងអើយបងទ្រង់អួលណែនចាអញ្ចឹងនាងទាវនឹកទៅដល់តួអង្គទុំហើយឈុតកន្លែងហ្នឹងគឺម៉ែផាន់គាត់នឹងចូលមកដើម្បីប្រាប់កូនហ្នឹងថាគាត់ទៅវត្តអញ្ចឹងនៅពេលដែលគាត់ទៅវត្តហ្នឹងឈុតកន្លែងហ្នឹងដែលហៅថាទុំហើយនាងទាវអាចលួចជួបគ្នាអញ្ចឹងរយៈពេលហ្នឹងមិនជាយូរប្រហែលទេអញ្ចឹងណូហើយនឹងពេជ្រហ្នឹងគឺតែងតែជួយមើលផ្លូវឲ្យព្រោះចង់ឲ្យទុំហើយនឹងទាវហ្នឹងបានជួបគ្នាប្រោះប្រដងស្នេហាគ្នាអញ្ចឹងទៅព្រោះជាការនឹករលឹកមួយសេចក្តីស្នេហាចំនួនហ្នឹងបើគិតទៅគឺលួចលាក់ខ្លាំងណាគឺមនុស្សស្រីមនុស្សប្រុសมันអាចជួបគ្នាបានប្រេះប្រដាស់ទេអញ្ចឹងបានពេលខ្លះមកដល់ខ្ញុំសម័យនេះខ្ញុំតែងតែគិតថាចាស់ពីដើមគាត់មានក្រិតក្រមគាត់មានក្បួនច្បាប់ល្អណាស់សម្រាប់ស្ត្រីខ្មែរអញ្ចឹងរហូតមកដល់សម័យកាលនេះនៅពេលដែលខ្ញុំបានសម្ដែងរឿងនឹងឡើងវិញដោយខ្ញុំបានរំលឹកពីគេថាអតីតកាលរបស់គេហៅថាប្រពៃណីខ្មែរមួយចំនួនដែលនៅក្នុងសម័យហ្នឹងគឺជាសម័យលងវែកចាព្រោះយាយផាន់អីគាត់ស្លៀកក្បិនចានាងទាវអីគាត់ចងពងចឹងទៅគាត់នៅផ្ទះតែសម្អិតសម្អាងស្បែកកាយយ៉ាមុខអីចឹងគាត់ថានារីខ្មែរពីដើមបើនាងទាវនេះពីច្រើនគេដាក់សក់ໄວនេះចឹងជួនកាលខ្ញុំសម្ដែងចឹងទៅខ្ញុំពាក់សក់សក់បថោងសក់វែងចាអញ្ចឹងកន្លែងខ្លះយើងថាតុបតែងខ្លួនទៅតាមគេថាសម្លៀកបំពាក់ដែរហើយខ្ញុំនាងខ្ញុំក៏សូមអធិស្ឋានដែរព្រោះខ្ញុំថតនេះអត់មានព្រៀងទុកទេអញ្ចឹងសូមអីដែរពលឺភ្លើងអីអញ្ចឹងគឺខ្ញុំបើកភ្លើងក្នុងឡានអីធម្មតាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មើលទៅគាត់មានអារម្មណ៍ថាវិលមុខគាត់ពិបាកដោយសារខ្ញុំកាន់កាមេរ៉ាទៅមកអញ្ចឹងណាជាងកាមេរ៉ាខ្ញុំមាននៅក្នុងឡានប៉ុន្តែដោយសារតែវាអត់ភ្លឺវាអត់ត្រូវនឹងពលឺភ្លើងភ្លឺអញ្ចឹងទៅយើងកាន់ដៃថតផងអីផងអញ្ចឹងទៅហើយថតនេះគឺនៅក្នុងបរិវេណសាលារបស់ខ្ញុំនេះសាលាមធ្យមចាជាអតីតកាលមួយវា15ឆ្នាំមុនដែលខ្ញុំបានរៀននៅទីនេះស្នាក់នៅទីនេះសម្រាប់នៅទីនេះចាសម្រាប់ហាត់សមអីនៅកាលពីនៅក្មេងវ័យចាឥឡូវមកដល់នេះក៏នឹកឃើញអញ្ចឹងទៅចាសូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បើមានកំហុសខុសឆ្គងអីនាងខ្ញុំសូមអធិស្ឋានណាចាជម្រាបលា